ជំរាបសួរបងប្អូនម្ដងទៀតនេះជាវីដេអូបន្តការវិភាគមួយដែលខ្ញុំបានរៀបរាប់អំពីនាគនិងគ្រុឌបន្ទាប់ពីឥសីកាសបៈដែលជាប្តីបានឆ្លើយថានាងកត្រុមានរូបល្អជាងនាងសូបណៈពេលបានចម្លើយនោះភ្លាមនាងកត្រុបានពោលទៅកាន់នាងសូបណៈថាបើនាងជាស្ត្រីគោរពពាក្យសច្ចៈមែនចូលនាងធ្វើតាមបញ្ជារបស់យើងភ្លាមយើងសូមឲ្យនាងចេញពីភ្នំនេះហើយទៅរស់នៅម្នាក់ឯងនៅឯភ្នំដទៃដោយមិនបាច់ប្រាប់កាសបៈដែលជាប្តីឲ្យដឹងនោះទេដោយបានលើបញ្ជានេះហើយនាងសូបណៈក៏យំហើយសុំអង្វរនាងកត្រុដើម្បីសុំសេចក្តីសន្តោសប្រណីជាការឥតប្រយោជន៍នាងកត្រុពុំបានដកបញ្ជារបស់ខ្លួនសោះឡើយម្ល៉េះហើយនាងសូបណៈក៏កាន់តែទ្រហោយំខ្លាំងឡើងព្រមទាំងដង្ហោយហៅព្រះជាម្ចាស់ដោយពោលពាក្យថាអោព្រះជាម្ចាស់បើការវិនិច្ឆ័យរបស់ប្តីខ្ញុំពិតជាត្រឹមត្រូវនោះសូមឲ្យរូបកាយរបស់ខ្ញុំរលាយបាត់ភ្លាមទៅតែបើពុំត្រឹមត្រូវពុំមែនផុសចេញពីដួងចិត្តរបស់គាត់ទេសូមឲ្យស្ត្រីចិត្តអប្រិយកើតកូនមកកាលណាកូនទាំងនោះคล้ายជាចំណីរបស់កូនខ្ញុំកំបីខានការទ្រហោយំនេះបានលើដល់ឥសីកាសបៈឥសីកាសបៈក៏ហៅនាងកត្រុឲ្យដកបញ្ជារបស់ខ្លួនចេញនាងកត្រុបានយល់ព្រមតែនាងបានដាក់បញ្ជាថ្មីមួយទៀតគឺឲ្យនាងសូបណៈត្រូវរកទឹកអម្រឹតឲ្យនាងកត្រុជាមុនសិនទៅឲ្យត្រឡប់មកវិញនាងសូបណៈក៏បានចាក់ចេញពីលំនៅឋានដើម្បីស្វែងរកទឹកអម្រឹតក្នុងការស្វែងរកនេះនាងបានធ្វើសមាធិគ្រប់សិវលិង្គមួយព្រះអង្គឈ្មោះមុគតិសៈពេលនោះព្រះសិវៈក៏បានប្រទានពរឲ្យនាងមានបុត្រមួយដែលមានមហិទ្ធិឫទ្ធិបារមីអាចយកទឹកអម្រឹតពីស្ថានទេវលោកបានក្រោយមកនាងក៏បានប្រសូតបុត្រាមួយដែលមានរូបរាងជាស្ដេចបក្សីហើយមានរស្មីភ្លឺដូចព្រះអាទិត្យគឺជាបក្សាគ្រុឌនេះឯងកាលបើបានដឹងក្តីកាលណានាងសូបណៈក៏បាននិយាយប្រាប់អត្តកំបាំងសេចក្តីដល់បុត្រារបស់ខ្លួនសេចក្តីអាណិតដល់មេដាជាពុនពេកគ្រុឌក៏បានបោះពួយសំដៅទៅឋានទេវលោកដើម្បីរកទឹកអម្រឹតជូនម្ដាយក្រោយពីបានទឹកអម្រឹតហើយគ្រុឌក៏ត្រឡប់មកវិញតែបានត្រឹមតែពាក់កណ្ដាលផ្លូវក៏ជួបជាមួយនឹងព្រះវិស្ណុដែលជាអ្នកចែកចាយទឹកអម្រឹតមករារាំងគ្រុឌក្តៅក្រហាយក៏ប្រយុទ្ធជាមួយនឹងបក្សីគ្រុឌអស់រយៈពេល21ថ្ងៃពុំមានចាញ់ឈ្នះព្រះវិស្ណុដោយបានជ្រាបថាគ្រុឌជាស្ដេចបក្សីមានកម្លាំងអមតៈក៏ប្រើបញ្ញាដោយមានបន្ទូលទៅកាន់បក្សីគ្រុឌថាយើងសូមសរសើរដល់សេចក្តីអង់អាចក្លាហានរបស់ឯងតើឯងចង់បានអ្វីពីយើងដោយបានឮសេចក្តីប្រមាថពីព្រះវិស្ណុគ្រុឌក៏តបវិញថាយើងគ្មានចង់បានអ្វីពីឯងទេតែផ្ទុយទៅវិញយើងនឹងផ្ដល់ឲ្យឯងនៅអ្វីដែលឯងចង់បានដោយព្រះភ័ក្ត្រញញឹមព្រះវិស្ណុមានបន្ទូលថាយើងចង់បានឯងជាយានជំនិះនិងទឹកអម្រឹតរបស់ឯងគ្រុឌទល់ដំរេះក៏ថ្វាយទឹកអម្រឹតហើយសុខចិត្តធ្វើជាយានជំនិះរបស់ព្រះវិស្ណុជារៀងរហូតដោយស្វែងយល់អំពីបេសកកម្មដ៏សំខាន់របស់គ្រុឌព្រះអង្គក៏បានយកទឹកអម្រឹតទៅឲ្យនាងសូបណៈទ្រុបានកើតកូនមកសុទ្ធតែជាពស់តាមបញ្ជារបស់ព្រះវិស្ណុគ្រុឌក៏បានចាប់ពស់ទាំងនោះធ្វើជាអាហាររបស់ខ្លួនព្រះអង្គធ្វើយ៉ាងនេះដើម្បីបញ្ចប់ជម្លោះគ្រួសារកាសបៈក្រោយពីបានសម្រុះសម្រួលនាងកត្រុនិងនាងសូបណៈរួចមកព្រះវិស្ណុក៏ឡើងគង់លើគ្រុឌហោះសម្ដៅទៅលំនៅឋានរបស់ព្រះអង្គវិញហេតុដូច្នេះហើយបានពស់និងសត្វគ្រុឌជាសត្រូវនឹងគ្នាជារៀងរហូតមកសេចក្តីសង្ខេបរឿងទេវកថារវាងសត្វពស់និងសត្វគ្រុឌសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំសូមជម្រាបលា